តើពុកម៉ែបងប្អូនគាត់ស្វែងរកអំបនធំជាមួយនៅភីជាប៊ូត្រង់ជាមួយនឹងខ្ញុំពុកម៉ែបងប្អូនស្ដាប់បាត់ច្រឡំទេយើងមកគាត់កង្វល់កំពុងស្វែងរកអំបនធំហ្នឹងហើយថ្ងៃនេះខ្ញុំចេញវីដេអូមួយគាត់ស្វែងរកអំបនធំបើសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តវីដេអូផងខ្ញុំកុំភ្លេចជួយ like ជួយ share ជួយចុច subscribe Channel YouTube ខ្ញុំម្នាក់មួយផងខ្ញុំនឹងបន្តធ្វើវីដេអូថ្មីចែកពុកម៉ែបងប្អូនទស្សនាបន្តទៀតហ្នឹងហើយបើសិនជាពុកម៉ែបងប្អូនចង់ឲ្យខ្ញុំគាត់ភាជាអ្វីក៏ដោយឲ្យតែមានវ័នពុកម៉ែបងប្អូនអាច comment នៅខាងក្រោមវីដេអូបានខ្ញុំនឹងស្វែងរកភាជាមួយនោះដើម្បីគាត់រកអំពាន់ឬក៏ធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាហ្នឹងហើយអូខេឥឡូវចូលដល់វីដេអូយើងវិញឥឡូវយើងមើលលេខកូដខាងក្រោយទាំងអស់គ្នាសិននេះពុកម៉ែបងប្អូនលេខ11ខាងក្រោយលេខ11បងប្អូនអាចរកទិញបានលេខកូដខាងក្រោយលេខ11ហើយក្បាលខាងលើគឺត្រូវនៅកន្លែងនេះហ្នឹងអាចគុណមើលទាំងអស់គ្នាបានគឺត្រូវនៅកន្លែងហ្នឹងអញ្ចឹងបើសិនជាខ្ញុំកោះមកធ្វើប្រព័ន្ធធំបងប្អូនអាចស្វែងរកលេខ11ហើយនឹងត្រូវកន្លែងហ្នឹងទៅហើយវាអាចផ្សងសំណាងដូចជាខ្ញុំបើបងប្អូនឥឡូវយើងចូលមកដល់វីដេអូផងយើងទៅកុំឲ្យខាតពេលវេលាយូរចាំយើងអត់មើលទាំងអស់គ្នាថាភាជាមួយកំប៉ុងនេះគឺមានប្រវត្តិអត់អូខេតោះចាំអត់មើលទាំងអស់គ្នាពុកម៉ែបងប្អូនកុំអានអូសឡងចាំអត់មើលសិនអូខេឥឡូវខ្ញុំបានគោះហើយខ្ញុំសូមបញ្ជាក់ដល់ពុកម៉ែបងប្អូនបើសិនជាការធ្វើវីដេអូផងខ្ញុំមានការខុសឆ្គងកន្លែងណាការនិយាយស្ដីឬការធ្វើវីដេអូអត់សូវមានគុណភាពឲ្យបងប្អូនបានទស្សនាទេសូមអធិស្ឋានទុកជាមុនព្រោះខ្ញុំទំនឹងចាប់ផ្ដើមគឺអត់ទាន់មានកន្លែងអាចត្រឹមត្រូវអាចធ្វើវីដេអូបានលូនទេខ្ញុំមានតែមានពេលឆ្លៀតបន្តិចដើម្បីធ្វើវីដេអូឲ្យពុកម៉ែបងប្អូនបានទស្សនាផងហើយនឹងយើងស្វែងរកអំពាន់ជាមួយនឹងគ្នាផងអូខេតោះចាំអត់មើលទាំងអស់គ្នានៅបើសិនជាពុកម៉ែបងប្អូនចង់ឲ្យខ្ញុំគោះនៅភាជាអ្វីក៏ដោយជួយ comment នៅខាងក្រោមវីដេអូមកខ្ញុំនឹងគោះភាជានោះចែកពុកម៉ែបងប្អូនទស្សនាឬក៏ធ្វើវីដេអូស្វែងរកអំពាន់ជាមួយនឹងគ្នាអូខេតោះកុំឲ្យខាតពេលនិយាយរឿងវែងដែរហើយសុំតែ3នាទីទេវីដេអូមួយសុំតែ3នាទីទេដោយសារតែយើងផុសនៅក្នុង YouTube គឺកំណត់ឲ្យធ្វើតែ3នាទីអូខេចាំអូនមើលបងប្អូនអាចឃើញអត់ឃើញវ័នអត់ជប់វ័នមានពុកម៉ែបងប្អូនវ័នមានប៉ុន្តែយើងអត់ទាន់ដឹងថាវ័នហ្នឹងធ្វើមកកំប៉ុងធ្វើទឹកប្រាក់ឬក៏ធ្វើវ័នអីទេតែយើងអត់ទាន់បានដឹងទេយើងចាំអូនមើលសិននេះអូពុកម៉ែបងប្អូននេះវ័នធ្វើបានតែមួយកំប៉ុងទេពុកម៉ែបងប្អូនអានេះគឺការសងសំណាងផងយើងស្វែងរកវ័នផងយើងមិនអាចថាកំណត់បានទេថាវាមានប្រព័ន្ធសំខាន់នេះចាំអ៊ុតមើលប្រព័ន្ធហើយចាំផ្សងសំណាងជាមួយនឹងគ្នាហ្នឹងហើយវីដេអូនេះមានប៉ុណ្ណឹងទេអរគុណពុកម៉ែបងប្អូនដែលខំតាមដានវីដេអូខ្ញុំតាំងពីដើមដល់ចប់សូមអរគុណច្រើនពុកម៉ែបងប្អូន